you guys hesitated អត់ចង់ហ៊ាន IFL ទេដោយសារតែខ្ញុំអត់ចង់ធ្វើគ្រូបរិញ្ញាបត្រដោយសារតែខ្ញុំ you know ហ៊ានអង់គ្លេសរាល់ថ្ងៃទៅហ៊ាន IFL ធ្វើអីទៀតសូមអ្នកនរគ្នាក្រៅពីគ្រូបរិញ្ញាបត្រណាក្រៅពីមុខជំនាញភាសាអង់គ្លេសអ្នកនរគ្នាអាចរៀន4 major ទៀតនៅក្នុង IFL ហ្នឹងនៅពេលដែលអ្នកនរគ្នាឡើងដល់ឆ្នាំទី4គឺអ្នកនរគ្នាមានសិទ្ធិជ្រើសរើសមួយក្នុងចំណោម4ហ្នឹងអាចរៀនបន្តបានអ្នកនរគ្នាwhy ខ្ញុំជ្រើសរើសជំនាញថ្មីខ្ញុំចង់ធ្វើគ្រូបរិញ្ញាបត្រហើយខ្ញុំអត់ចង់ទៅហ៊ានជំនាញថ្មីទេអ្នកនរគ្នាគឺអ្នកនរគ្នាមួយជំរើសក្នុងការជ្រើសរើសមុខជំនាញថ្មីទី1គឺ Bachelor of Education Bachelor of Public Communication Bachelor of Translation and Interpretation and lastly Bachelor of International Business ប៉ុន្តែអ្នកគ្នាត្រូវចាំថាមុខទាំង4មុខជំនាញហ្នឹងឯអ្នកទាំងអស់គ្នាត្រូវទៅជាប់ការប្រឡងនៅឆ្នាំទី3សិនអញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំចង់ឲ្យអ្នកគ្នាគិតច្រើនជាងហ្នឹងអញ្ចឹងចំពោះបងប្អូនដែលគាត់ចង់រៀននៅ IFL ផ្ទាល់ហ្មង this is the chance for you to រៀននៅ IFL ហើយចំពោះតកតងទៅនឹង detail to major នីមួយៗទៀតដែលទាំង4ហ្នឹង business communication translation and education ហ្នឹង I will detail more in the next video អញ្ចឹងចំពោះបងប្អូនដែលចង់រៀនជំនាញមុខវិជ្ជាភាសាអង់គ្លេសនៅ IFL ហ្នឹង you should consider that and never ever let anyone change your mind